គ្រប់គ្រងខ្លួនឯងដោយភាពជាម្ចាស់ការលើអារម្មណ៍ភាពអត់ធ្មត់គឺជាការគ្រប់គ្រងអារម្មណ៍មួយបែបនិងជាទង្វើវៃឆ្លាតហើយមានហេតុផលណាស់មនុស្សដែលមានភាពអត់ធ្មត់បានមានសមត្ថភាពគ្រប់គ្រងខ្លួនឯងនោះជាពិសេសគឺគ្រប់គ្រងនៅអារម្មណ៍ខឹងក្រោធប្រសិនបើមើលតាមចិត្តវិទ្យានោះភាពអត់ធ្មត់គឺជាវិធីមួយដែលស្ថិតនៅលើការព្យាយាមគ្រប់គ្រាន់ឬភាពអត់នោះឯងខ្ញុំមានមិត្តម្នាក់ធ្វើការនៅក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មធ្វើការជាង10ឆ្នាំមកហើយដោយពេលដែលគេចូលធ្វើការថ្មីគេមានអាយុតិចចិត្តឆេវឆាវដែលធ្វើឲ្យអ្នកគ្រប់គ្រងមិនចូលចិត្តក្រោយពីនោះរាល់លើកដែលមានការប្រជុំរូបគេក៏ជាមនុស្សទី1ដែលត្រូវបានគេស្ដីបន្ទោសគឺបន្ទោសមុនហើយចាំនិយាយនៅពេលក្រោយគេត្រូវប្រធានស្ដីបន្ទោសរហូតដល់មានអារម្មណ៍ថាអស់សង្ឃឹមហើយពេលនោះគឺគិតថានឹងសុំលាឈប់ពីការងារមានពេលមួយនៅក្នុងពិធីជប់លៀងពេលដែលគេស្រវឹងគេបាននិយាយរឿងនេះប្រាប់មកដល់ខ្ញុំហើយជាប្រធានពេលនោះខ្ញុំក៏បានធ្វើការណែនាំឲ្យគេចេះអត់ធ្មត់សិនទៅប្រសិនបើគេសុំលាលែងពីការងារពិតមែននោះនឹងលុបលាងមន្ទិលសង្ស័យឲ្យខ្លួនឯងមិនបាននោះទេហើយថែមទាំងត្រូវគេចោទទៀតថាជាមនុស្សមិនយកចិត្តទុកដាក់នឹងការងារទៀតផងម្យ៉ាងវិញទៀតក្រុមហ៊ុននេះគឺជាក្រុមហ៊ុនដែលមានឈ្មោះល្បីល្បាញណាស់ទើបមិនគួរខ្វល់ពីខ្សែភ្នែករបស់អ្នកដទៃតែគួរស្វែងយល់ពីក្រុមហ៊ុនរួចបន្ថែមកម្លាំងចិត្តឲ្យដល់ខ្លួនឯងទើបវាជាការប្រសើរសំណាងល្អណាស់ដែលគេស្ដាប់តាមខ្ញុំហើយខិតខំអត់ធ្មត់នោះដោយគេអាចព្យាយាមធ្វើចិត្តស្ងប់ដោយការដាក់កាយចិត្តខិតខំធ្វើការយ៉ាងល្អដើម្បីជាការព្យាបាលចិត្តរបស់ខ្លួនឯងគេបានកសាងស្នាដៃល្អៗដើម្បីទប់ទល់ទៅនឹងការរិះគន់របស់អ្នកដទៃហើយជាលទ្ធផលការងារល្អធ្វើឲ្យគេមានជំនឿចិត្តលើខ្លួនឯងព្រមទាំងបានសន្សំនូវបទពិសោធន៍ដ៏មានតម្លៃទុកជាច្រើនផងដែរនៅទីបំផុតអស់រយៈពេល2ទៅ3ឆ្នាំបានកន្លងផុតនោះគេក៏បានឡើងតំណែងខ្ពស់ជាងប្រធានផ្នែកម្នាក់នោះទៅទៀតគឺបានក្លាយទៅជាអ្នកចាត់ការធំមួយរូបពិភពលោកយើងធំធេងខ្លាំងណាស់អ្នកនឹងជាម្ចាស់វិហារត្រឹមតែនៅលើក្បាលឬជាម្ចាស់ចក្រវាឡទាំងអស់ក៏មានផងដែរគឺស្ថិតនៅលើការសម្លឹងមើលពិភពលោករបស់អ្នកប៉ុណ្ណោះកំណត់សំខាន់នៅក្នុង podcast នេះគឺត្រូវចេះអត់ធ្មត់នៅក្នុងការធ្វើការងារត្រូវចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឲ្យបានល្អចេះទប់អារម្មណ៍ខឹងក្រោធកុំឲ្យខូចការធំត្រូវសម្លឹងមើលពីភាពខ្វះខាតរបស់ខ្លួនហើយកែប្រែឡើងវិញមិនត្រូវចោះចាញ់នឹងពាក្យនិន្ទារបស់អ្នកដទៃនោះទេស្គាល់ខ្លួនឯងច្បាស់យើងនឹងអស្ចារ្យជាងអ្នកដទៃកុំតបតនឹងគេតែត្រូវបង្ហាញពីលទ្ធផលដែលយើងទទួលបានចិត្តស្ងប់អាចដោះស្រាយបញ្ហាបានដោយរលូនសូមអរគុណសម្រាប់ការស្ដាប់ podcast មួយនេះ